សូមជម្រាបអំពីស្ថានភាពយោធានៅប្រាសាទតំនពីកាលពីថ្ងៃទី22បាទ22ហ្នឹងគឺវេលាម៉ោង6:15នាទីបាទម៉ោង6:15នាទីហ្នឹងគឺកងទ័ពថៃហ្នឹងវាចាប់ផ្ដើមបាញ់យើងតែម្ដងបាទកម្លាំងយើងដែលកំពុងតែនៅធម្មតាចង់រឹងដីលេខធម្មតានៅមុខប្រាសាទតំនហ្នឹងគឺកម្លាំងវាគឺបាញ់កំភ្លើង B40 គុំបុកកម្លាំងយើងតែម្ដងរហូតដល់ថាផ្ទុះតាមបណ្ដោយខ្សែព្រាមទាំងអស់ហ្មងបានន័យថាព្រមគ្នាបាទព្រមគ្នាវាចាប់ផ្ដើមផ្ទុះអាវុធលើវេលាម៉ោង6:15នាទីហ្នឹងគឺតាមបណ្ដោយខ្សែព្រាមរបស់ខ្ញុំនៅឈើជើងនៅតំបន់ប្រាសាទតំននេះគឺព្រមតែម្ដងអញ្ចឹងបានន័យថាអាសៀមនេះគឺវារៀបចំផែនការ3យើងតែម្ដងបាទវាយើងដល់យើងអត់តាន់ដឹងខ្លួនគឺថាវាវាយផ្ទុះអាវុធព្រមគ្នារយៈពេល3ថ្ងៃពេញបាទជាថ្ងៃ22 23រហូតដល់ថ្ងៃ24អញ្ចឹងកម្លាំងរបស់វាថ្ងៃ22និង23នេះគឺថ្មើរជើងរបស់វាគឺថាវាត្រឹមតែធំវាវាយយើងសង្កត់យើងស្លាប់ឆ្វេងផងស្លាប់ស្ដាំផងនិងទល់មកផងតែរហូតដល់ថ្ងៃ24កម្លាំងនេះចុះខ្សោយបាទវាបាញ់យើងតែថាកំភ្លើងធំទេដូច្នេះការប្រយុទ្ធគ្នារយៈពេល3ថ្ងៃនេះយើងឃើញថាយើងអត់មានតបតនិងមានគ្រប់គ្រងដោយកំភ្លើងធំសូម្បីតែមួយគ្រាប់ក៏គ្មានដែរអញ្ចឹងបានន័យថាកម្លាំងយើងខ្ញុំដែលជួយជើងនៅចំណុចនេះគឺប្រើតែអាវុធថ្មើរជើងឯពួកសៀមវាប្រើអាវុធរហូតដល់155បាញ់ទៅក្រោយបាទចូលទឹកដីយើងរហូតដល់ជា20គីឡូម៉ែត្រនៅទី1ទី2ទៀតវាមិនត្រឹមតែបាញ់កម្លាំងកងទ័ពយើងទេវាបាញ់ចូលឃុំប្រជាពលរដ្ឋយើងនៅខាងក្រោយរហូតដល់ទីជំនជនស្រុកបន្ទាយអំពើនៅពុកមុននៅពុកពោះនៅភូមិគ្រូជាច្រើនក៏ទៀតធ្វើឲ្យប្រជាពលរដ្ឋយើងរត់ភៀសខ្លួនបាទចោលភូមិឋានខានធ្វើស្រែចម្ការធ្វើឲ្យជួបការលំបាកវេទនាយ៉ាងខ្លាំងរហូតដល់ពេលនេះ